សិក្សាអំពី define name formula define name formula គឺជាការប្រើរូបមន្តជាមួយនឹង define name បាទតោះអញ្ចឹងរបៀបប្រើប្រាស់យើងមើលឧទាហរណ៍នេះមួយទិន្នន័យយើងគឺច្រើនមែនទែនយើងទាញចុះក្រោមផុតមកគឺមានដល់2156អញ្ចឹងយើងត្រូវការបូកទិន្នន័យ quality យើងទាំងអស់នេះតើសរុប quality របស់យើងទាំងអស់មានប្រមាណអញ្ចឹងយើងមិនត្រូវការបាទ total កន្លែងនេះអញ្ចឹងយើងប្រើរូបមន្ត define name ជាមួយនឹង formula នេះវាងាយស្រួលក្នុងការ select អញ្ចឹងទី1យើងមើលក្នុង define name យើងមានឬនៅទេអញ្ចឹងយើងត្រូវការដាក់បាទតារាងហ្នឹងគឺយើង select cell ឡើងមួយមករួចយើងទាញឡើងលើឲ្យទាំងអស់រួចយើងចុច shift ឲ្យជាប់រួចយើងចុចលើពាក្យថានេះ formula រួចយកពាក្យថានេះ create from select រួច click លើ top row ហ្នឹងរួចចុច OK អញ្ចឹងយើងមាន define name មួយគឺ define name quality អញ្ចឹងមានន័យថាវា select ឲ្យយើងត្រឹមទិន្នន័យហ្នឹងតែម្ដងអញ្ចឹងពេលយើងត្រូវការបូកគឺយើងវាយស្មើ30បើកវងកញ្ចក់គឺយើងយកនេះកន្លែង use in formula គឺយក quality ហ្នឹងមកតែម្ដងរួច enter អញ្ចឹងពេលហ្នឹងវាបូកឲ្យយើងលឿនតែម្ដងបាទជាយើងស្មើ30អញ្ចឹងហើយយើង select ចេះ U តែម្ដងបាទអូចេះ U ដូចគ្នាដែររូបមន្ត average ក៏យើងអាចប្រើបានលឿនដូចគ្នាគឺស្មើបាទ average ចារួចហើយយើងវាឈ្មោះចូលតែម្ដងទៅឈ្មោះវាគឺគេ quality អញ្ចឹង qual បាទនេះចេញមក y to q ចេញមកតែម្ដងយើង click លើនឹង2ដងមកលឿនរួចចុច enter ជាការស្រេច